សូមជម្រាបសួរក៏ដូចជាសួស្តីទៅកាន់សិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំចា៎ហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្វែងយល់អំពីមេរៀនទី1ជំនាញ Complete ទម្រង់ពីគណិតហើយវាក៏ជាមេរៀនដ៏សំខាន់មួយផងដែរនៅក្នុងថ្នាក់ទី12ចា៎ហើយថ្ងៃនេះគឺខ្ញុំសូមលើកយកនៅលំហាត់ចំនួន8មកធ្វើការបកស្រាយដើម្បីជួយពង្រឹងមូលដ្ឋានគ្រឹះគណិតវិទ្យារបស់អ្នកទាំងអស់គ្នាឲ្យកាន់តែច្បាស់លាស់បន្ថែមទៀតចា៎មុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនគណិតវិទ្យាថ្មីៗជាច្រើនផងដែរចា៎ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅធ្វើការដោះស្រាយលំហាត់របស់យើងលំហាត់ទី1គឺគេឲ្យយើងគណនាចំនួន complete ខាងក្រោមឲ្យលទ្ធផលជាទម្រង់ពីគណិតចា៎ចឹងមុននឹងធ្វើការដោះស្រាយលំហាត់គឺយើងត្រូវស្គាល់ថាអីទៅជាទម្រង់ពីគណិតឬក៏ទម្រង់ពីគណិតមានរាងដូចដេចចា៎អញ្ចឹងយើងមើលទម្រង់ពីគណិតរបស់យើងគឺមានទម្រង់ z ស្មើនឹង a បូក be ចា៎ដែលនៅក្នុងនឹង a ហ្នឹងគឺគេហៅថាផ្នែកពិតបើនិយាយស្រួលស្ដាប់ទៅផ្នែកពិតគឺជាផ្នែកដែលឲ្យជាប់ឯកតានិមិត្ត e ចា៎ហើយ b គឺជាផ្នែកនិមិត្តចា៎ផ្នែកនិមិត្តគឺជាផ្នែកដែលជាប់នឹងឯកតានិមិត្ត e ចា៎ e ទទេហ្នឹងគឺគេហៅថាឯកតានិមិត្តចា៎ហើយយើងទាំងអស់គ្នាដឹងច្បាស់ហើយថា e ក្រេគឺស្មើនឹងដក1អញ្ចឹងគោលដៅនៃលំហាត់ទាំង8នេះគឺបងប្អូនទាំងអស់គ្នាត្រូវធ្វើយ៉ាងណាពេលដែលយើងគណនារួចគឺឲ្យលទ្ធផលរបស់វាគឺចេញមកសិតស្មើឲ្យចេញជាទម្រង់ a បូក be ចា៎ចឹងយើងចូលទៅដល់ការដោះស្រាយរបស់យើងទាំងអស់គ្នាចាឥឡូវយើងឈានចូលដល់ដំណោះស្រាយលំហាត់ទី1របស់យើងដែលគេឲ្យកន្សោម a ស្មើនឹង2កតាឲ្យ1បូក e ដក3កតាឲ្យ1ដក e ចឹងដើម្បីធ្វើការគណនាគឺជំហានដំបូងគឺបងអូនត្រូវពន្លាតចាពន្លាតកន្សោមឬក៏ពន្លាតវងកញ្ចក់នឹងឲ្យអស់ជាមុនសិនហើយបើក្នុងករណីវាមានមេគុណបែបនេះគឺអូនត្រូវគុណមេគុណបញ្ចូលទៅក្នុងវងកញ្ចក់នីមួយៗដើម្បីធ្វើការគណនាចាអញ្ចឹងយើងធ្វើការគណនាគុណមេគុណបញ្ចូលទៅក្នុងវងកញ្ចក់មកគឺយើងនឹងទទួលបាន2គុណនឹង1បាន2គុណជាមួយនឹងបូក e បានបូក 2e ហើយដក3គុណជាមួយនឹង1បានដក3ដក3គុណជាមួយនឹងដក e បានបូក 3e ចា៎បន្ទាប់មកយើងសង្កេតឃើញថាយើងមិនអាចគណនាទាំងអញ្ចឹងបានទេដោយសារតែវាមានលាយឡំជាមួយនឹងផ្នែកពិតហើយនិងផ្នែកនិមិត្តអញ្ចឹងអីទៅជាផ្នែកពិតដូចលោកគ្រូបាននិយាយពីខាងដើមអញ្ចឹងថាផ្នែកពិតគឺជាផ្នែកដែលអត់ជាប់អត្ថេ e ហើយផ្នែកនិមិត្តគឺជាផ្នែកឬក៏ហៅថាចំនួននិមិត្តចុះចំនួននិមិត្តគឺជាចំនួនដែលជាប់ជាមួយនឹងអត្ថេ e ចាអញ្ចឹងយើងយើងអាចគណនាបានដូចថាតែផ្នែកពិតបូកដកជាមួយនឹងផ្នែកពិតហើយនិមិត្តបូកដកជាមួយនឹងផ្នែកនិមិត្តគ្នាវាអីចឹងទៅអញ្ចឹងយើងធ្វើការផ្ដុំនេះគឺធ្វើការផ្ដុំផ្នែកពិតជាមួយនឹងពិតចាអញ្ចឹង2អត់ជាប់អត្ថេ e ទេអញ្ចឹងវាជាចំនួនពិតឬក៏ផ្នែកពិតអីចឹងទៅអញ្ចឹងបាន2ហើយដក3គឺជាផ្នែកពិតដែរអញ្ចឹងបាន2ដក3បូកហើយនេះគឺផ្ដុំផ្នែកនិមិត្តជាមួយនឹងផ្នែកនិមិត្តបាន 2e បូក 3e អញ្ចឹងក្នុងករណីនេះបើទោះបីជាយើងលើកយកវាទៅទីតាំងណាក៏ដោយគឺយើងកុំភ្លេចលើកទាំងសញ្ញារបស់វាទៅដែរដូចដក3អញ្ចឹងនៅតួទី3អញ្ចឹងដល់ពេលយើងលើកមកដាក់មុខគឺនៅតែដក3ទៅដែរអញ្ចឹងយើងកុំភ្លេចលើកទាំងសញ្ញារបស់វាបន្ទាប់ពីយើងលើកអញ្ចឹងហើយយើងធ្វើការគណនាមកចាវានឹងទទួលបានទម្រង់2ដក3ស្មើដក1ហើយ 2e បូក 3e បានបូក 5e ចានេះគឺជាទម្រង់ពីគណិតរបស់យើងវាដែលមានរាង z ស្មើនឹង a បូក be ចានេះតួ a របស់យើងគឺស្មើដក1ហើយតួ b គឺស្មើ5អញ្ចឹងចម្លើយលំហាត់របស់យើងនៃកន្សោម a គឺស្មើនឹងដក1បូក 5e ដែលជាទម្រង់ពីគណិតនឹងឯងចាជាងយើងឈានចូលដល់លំហាត់ b របស់យើងអញ្ចឹងលំហាត់ b របស់យើងក៏ដូចគ្នាដែរគេឲ្យមក2កតាឲ្យ3ដក 2e បូក3កតាឲ្យ1ដកបូក3កតាឲ្យដក1បូក e អញ្ចឹងក្នុងករណីបែបហ្នឹងគឺអូនត្រូវពន្លាតវងកញ្ចក់នឹងសិនដើម្បីធ្វើការគណនាចាអញ្ចឹងយើងគ្រាន់តែយក2គុណបញ្ចូលគ្រប់តួទាំងអស់មកហើយយក3គុណនឹងគ្រប់បញ្ចូលតួទាំងអស់នៅក្នុងវងកញ្ចក់នឹងមកយើងនឹងទទួលបានលទ្ធផលចាអញ្ចឹងយើងធ្វើការគណនាមកបាន2គុណនឹង3បាន6ចាហើយ2គុណជាមួយនឹងដក 2e បានដក 4e ហើយបូក3គុណជាមួយនឹងដក1បានដក3ហើយបូក3គុណជាមួយនឹងបូក e បានបូក 3e ចាបន្ទាប់មកគឺយើងធ្វើការផ្ដុំផ្នែកពិតជាមួយនឹងផ្នែកពិត
ដើម្បីធ្វើការគណនាហើយផ្នែកនិមិត្តជាមួយនឹងផ្នែកនិមិត្តយើងធ្វើការគណនាតែម្ដងក៏បានដែរយក6ដក3វាយើងក្នុងករណីដែលយើងយល់ហើយអញ្ចឹងណាយើងយក6ដក3មកស្មើ3ហើយដក 4e បូក 3e មកស្មើដក e អញ្ចឹងយើងទទួលបានលទ្ធផលហើយចាតែក្នុងករណីនេះអ្នកគ្រូផ្ដុំឲ្យដើម្បីងាយស្រួលមើលអញ្ចឹងណាអញ្ចឹងបាន6ដក3ចាដក 4e បូក 3e ទោះបីយើងលើកដាក់នៅកន្លែងណាក៏ដោយគឺត្រូវលើកទាំងសញ្ញារបស់វាមកដែរចាយើងធ្វើការគណនាមកអញ្ចឹង6ដក3ស្មើ3ចាហើយដក 4e បូក 3e ស្មើដក e អញ្ចឹងដូចនេះកន្សោម b របស់យើងស្មើនឹង3ដក e ដែលវាមានទម្រង់ពីគណិតយើងណាចាទម្រង់ពីគណិតយើងដែល a ដែល a របស់យើងនេះគឺស្មើ3ហើយ b របស់យើងគឺស្មើដក1 b គឺជាមេគុណណាចាអញ្ចឹងវាជាទម្រង់ពីគណិតដូចប្រធានលំហាត់ដែលគេចង់បានដែរអញ្ចឹងយើងឈានចូលដល់លំហាត់អក្សរ C ចាលំហាត់អក្សរ C នេះគឺគេឲ្យមកកន្សោមផលគុណកតា2បូក e កតាឲ្យ1ដក 3e អញ្ចឹងផលគុណកតាយើងដឹងថាផលគុណនៃ2កតាគឺយើងត្រូវយកតួទី1នៃកតាទី1នេះគេហៅថាកតាទី1នេះកតាទី2អញ្ចឹងនេះតួទី1នេះតួទី2អញ្ចឹងអូនត្រូវយកតួទី1គុណគ្រប់តួទាំងអស់នៃកតាទី2អញ្ចឹងអូនត្រូវយក2គុណជាមួយនឹង1បន្ទាប់មកយក2ទៅគុណជាមួយនឹងដក3ទៀតបូកដកគ្នាអញ្ចឹងណាហើយបន្ទាប់ពីអូនបូកដកគ្នានេះហើយយើងយកតួទី2គុណគ្រប់តួទាំងអស់នៃកតាទី2បន្តទៀតជាងយើងធ្វើការគណនាមកគឺបានប៉ុណ្ណេះចា៎គឺគុណឲ្យមើលបាន2គុណនឹង1បាន2គុណនឹង1ហើយ2គុណជាមួយនឹងដក 3e ចាហើយបូក e គុណជាមួយនឹង1បូក e គុណជាមួយនឹងដក 3e បន្ទាប់មកយើងគុណវាទៅបាន2គុណនឹង1បាន2 2គុណជាមួយនឹងដក3បានដក 6e e គុណជាមួយនឹង1បានបូក e ណាបូក e គុណជាមួយនឹងដក3បានដក 3e ក្រីចាកន្លែងនេះយើងមើលតិចយើងដឹងហើយថា e ក្រេដែលយើងនិយាយពីមុនដំបូងគឺយើងដឹងថា e ក្រេគឺស្មើនឹងដក1ចាអញ្ចឹងយើងដឹងតម្លៃ e ក្រេស្មើដក1យើងគ្រាន់តែជួសចូលកន្លែងដែលមាន e ក្រេមកយើងឈប់ដាក់ e ក្រេហើយព្រោះ e ក្រេស្មើដក1អញ្ចឹងយើងជួសកន្លែង e ក្រេនេះដោយដក1យើងធ្វើការគណនាម្ដងទៀតមកបាន2ចាដក 6e បូក e ស្មើដក 5e ហើយ e ក្រេស្មើដក1ដក3គុណនឹងដក1អញ្ចឹងបាន2ដក 5e ដកគុណនឹងដកបានបូក3ចាហើយយើងធ្វើការគណនាបានហើយយកផ្នែកពិតបូកដកមួយផ្នែកពិតមកចាជាងបាន2បូក3ស្មើ5ហើយដក 5e ផ្នែកនិមិត្តឬក៏ចំនួននិមិត្តទុកនៅទៅដែរអញ្ចឹងដូចនេះកន្សោម C របស់យើងស្មើនឹង5ដក 5e ដែលវាជាទម្រង់ពីគណិតចាដែលតួ a របស់យើងនេះគឺស្មើ5ហើយតួ b របស់យើងគឺស្មើនឹងដក5ចឹងយើងបន្តទៅលំហាត់អក្សរ D របស់យើងបន្តទៀតចាអក្សរ D របស់យើងគឺគេឲ្យមក2ដក3 e លើកជាក្រេចាអញ្ចឹងគ្រាន់តែមើលប៉ុណ្្នឹងគឺបងប្អូននឹងដឹងថាតើវាចូលរូបមន្តអីគេចាគឺវាចូលរូបមន្ត a ដក b លើកជាក្រេចាអញ្ចឹងវាចូល a ដក b លើកជាក្រេយើងដឹងថា a ដក b លើកជាក្រេស្មើជាមួយនឹងa ក្រេដក 2ab បូក b ក្រេចាអញ្ចឹងយើងធ្វើការជួសវាតាមរូបមន្តហ្នឹងមកតួ a របស់យើងនេះតួ a របស់យើងគឺ2ហើយតួ b របស់យើងគឺ 3e អញ្ចឹងយើងគ្រាន់តែជួសវាចូលតាមរូបមន្តហ្នឹងមកនឹងទទួលបានចម្លើយទេអញ្ចឹងតួ a បាន2ក្រេ a ក្រេដករូបមន្ត2 2ab a ស្មើ2 b ស្មើ 3e យើងជួសចូលមកបូកតួ b 3e លើកជាការ៉េវងកញ្ចក់ហ្នឹងគឺតំណាងឲ្យផលគុណណាចាបន្ទាប់មកយើងធ្វើការពន្លាតវាមកប៉ុន្តែក្នុងករណីនេះនេះគ្រូសូមបញ្ជាក់កន្លែង 3e លើកជាការ៉េបន្តិចកន្លែងហ្នឹងយើងវាខុសពីអក្សរ C ដែលគេនិយាយថា 3e លើកជាការ៉េចាយើងមើលស្រៀងគ្នាអត់ចាអញ្ចឹងកន្លែងហ្នឹងបែងចែកឲ្យដាច់ទេមួយគឺការ៉េវានៅតែចំពោះ e ទេការ៉េនឹងជារបស់ e ទេការ៉េនឹងមិនមែនជារបស់ដក3ទេប៉ុន្តែនេះគឺការ៉េវាក្តោបរួមទាំង3ផងទាំង e ផង
ចឹងបើសិនក្នុងករណីដែលការ៉េវាក្តោបរួមទាំង3ផង e ផងគឺមានន័យថាវាចូលរង្វាន់ a b ស្វ័យគុណ n ហើយចឹងយើងកាលណាវាមានស្វ័យគុណរួមគ្នាគឺយើងអាចផ្ដាច់វាជាស្វ័យគុណបែបនេះបានគឺបាន a ស្វ័យគុណ n គុណជាមួយនឹង b ស្វ័យគុណ n ចឹងន័យថា 3e លើកជាការ៉េគឺយើងអាចផ្ដាច់បានថា3ការ៉េគុណជាមួយនឹង e ការ៉េតែវាខុសគ្នាពីអានេះណាចឹងអានេះគឺវាការ៉េតែជារបស់ e ទេចឹងយើងធ្វើការគណនាតែ e ការ៉េទេហើយដក3យើងទុកនៅដដែលប៉ុន្តែនេះគឺការ៉េវាក្តោបរួមទាំង3ផង e ផងចាអញ្ចឹងយើងកុំឲ្យមានការភ័ន្តច្រឡំចាយើងត្រូវបែងចែកកន្លែងហ្នឹងឲ្យច្បាស់ទោះបីធ្វើការគណនាធម្មតាមកបាន2ការ៉េស្មើ4ចាហើយយើងគុណដក2គុណនឹង2បានដក4ដក4គុណនឹង3បានដក 12e ណាចាហើយវាយើងធ្វើការតម្លាក់មកបាន9e ការ៉េដូចនេះគ្រូបានបញ្ជាក់មកអញ្ចឹងបន្ទាប់មកយើងដឹងតម្លៃថា e ការ៉េស្មើដក1ណា e ការ៉េស្មើដក1អញ្ចឹងយើងធ្វើការជួសវាចូលកន្លែង e ការ៉េស្មើដក1មកព្រោះយើងដឹងតម្លៃ e ការ៉េហើយជួសវាកន្លែង e ការ៉េដោយដក1យើងបាន4ដក12បូក9គុណនឹងដក1អញ្ចឹងធ្វើការផ្លាតមកបាន4ដក 12e 4គុណជាមួយនឹង9គុណនឹងដក1បានដក9ចាហើយយើងធ្វើការគណនាផ្នែកប៉ិតជាមួយនឹងផ្នែកប៉ិតចំនួនលីមីតនិងចំនួនលីមីតមកចាយើងនឹងទទួលបានផ្នែកប៉ិតយើងគណនាមកបាន4ដក9ស្មើនឹងដក5ដក12អត់មានអីបូកដកយើងទុកវានៅដដែលចាអញ្ចឹងដូចនេះកន្សោម D របស់យើងស្មើជាមួយនឹងដក5ដក 12e យើងចូលធ្វើការលំហាត់បន្តទៀតជាមួយចាក្នុងករណីនេះអ្នកគ្រូសូមបញ្ជាក់បន្តិចក្នុងករណីអក្សរ D នេះគឺយើងអាចធ្វើបានពីរបៀបក្នុងករណីដែលយើងអត់ចាំរូបមន្ត a ដក b លើកជាការ៉េបែបនេះគឺអូនអាចបន្លាយវាដូចជាទម្រង់អក្សរ C បានណាចា2ដក 3e លើកជាការ៉េហ្នឹងមានន័យថាយើងអាចសេបានថា2ដក 3e កតាយ2ដក 3e ចំនួន2ដងមានន័យថា2ដក 3e លើកជាការ៉េហ្នឹងវាស្មើជាមួយនឹងខ្លួនវាហ្នឹងចំនួន2កតាឬក៏ចំនួន2តួអីចឹងទៅចឹងយើងធ្វើការគណនាដោយអក្សរ C ធម្មតាគ្រាន់តែឲ្យយកតួទី1គុណគ្រប់តួទាំងអស់នៃកតាទី2ហើយយកតួទី2គុណគ្រប់តួទាំងអស់នៃកតាទី2ចឹងយើងធ្វើដោយរបៀបអក្សរ C មកគឺយើងនឹងទទួលបានចម្លើយឃើញដូចគ្នាទេក្នុងករណីដែលយើងអត់ចង់ប្រើតាមរូបមន្តហ្នឹងណាចាយើងចូលធ្វើដល់អក្សរ អចឹងអក្សរ គេឲ្យមក2ដក 3e លើកជាគីបចាយើងគ្រាន់តែមើលក៏យើងដឹងថាវាចូលរូបមន្ត a ដែរថាចាគឺវាចូលរូបមន្ត a ដក b លើកជាគីបចាអញ្ចឹង a ដក b លើកជាគីបយើងគឺស្មើជាមួយនឹង a គីបដក 3a ការ៉េ b បូក 3a b ការ៉េដក b គីបអញ្ចឹងក្នុងករណីហ្នឹងគឺអូនគ្រាន់តែចូលរូបមន្តមកគឺយើងអាចធ្វើការគណនាបានហើយចឹងក្នុងករណីនេះតួ a របស់យើងគឺ2ហើយតួ b របស់យើងគឺ 3e ចាយើងជួសចូលតាមរូបមន្តហ្នឹងមកចាអញ្ចឹងតួ a បាន2គីបដក3 2ការ៉េគុណជាមួយនឹង 3e បូក3គុណនឹង2គុណជាមួយនឹង 3e លើកជាការ៉េដក 3e លើកជាគីបចាអញ្ចឹងយើងធ្វើការបន្លាយវាមកយើងនឹងទទួលបានចម្លើយ2គីបស្មើនឹង8 2គីបមានន័យថា2គុណជាមួយនឹង2គុណនឹង2 2គ្នា2ខ្លួនឯងចំនួន3ដងមិនមែន2គុណនឹង3ស្មើ6ណាមានន័យថា2គុណជាមួយនឹង2គុណជាមួយនឹង2ខ្លួនវាហ្នឹងចំនួន3ដងឬក៏3កតាឬក៏គេហៅយ៉ាងទៀតថា2តួជាប់2គុណជាមួយនឹង2គុណនឹង2ជាមួយ3តួអញ្ចឹងវាបាន8 2ការ៉េ4ណា4គុណនឹងដក3បានដក12ដក12យើងធ្វើការគុណមកដក12គុណជាមួយនឹង 3e ហើយអានេះ3 2ដង6ចា3e ការ៉េយើងតម្លាក់អស់ហើយមកកន្លែងនេះដោយសារតែអ្នកគ្រូដាក់វងកញ្ចក់នេះដោយសារបញ្ជាក់ថាវាជាផគុណបើយើងអត់ដាក់វងកញ្ចក់ទេវាទៅជាលេខ69ហើយអញ្ចឹងយើងដាក់វងកញ្ចក់ចាកន្លែងនេះយើងដឹងថាe គីបយើងមើលតម្លៃ e គីបតិច e គីបវាស្មើជាមួយនឹង e ការ៉េគុណជាមួយនឹង e ណាចា e គីបវាកើតឡើងពី e ការ៉េគុណជាមួយនឹង e អញ្ចឹង e គីប e ការ៉េស្មើដក1ដក1គុណ e បានដក e អញ្ចឹងយើងចាំមកទៅថា e គីបស្មើជាមួយនឹងដក e ចាអញ្ចឹងយើងគ្រាន់តែជួសចូលកន្លែង e គីបនេះដោយដក e មក
Chẳng bàn cùng thấy nhưng thôi cả con thì mặc bàn đọ đập tí con ông bay bàn đọ xăm sập ra mùi ý buồn cùng mùi đong hà sập bốn hay y grace mà đọ muối đọ một hay pram pi tụt mà giờ đá hay y kíp nhưng chú đói đọ ý nhé chương viên phơ ca kiện gì con đi về máคือยืนอยู่ตัวบ้านปรำใบดอกซ้ำสปรำมวยอีดอกห้าสบุนบกจุมันบอกให้ปรำปีอีให้ยืนเกี่ยนี้พนักปัดตามพนักปัดพนักนิมิตตามพนักนิมิตจังให้ยืนนั่งตัวบ้านปรำใบดอกห้าสบุนมาดอกสามสปรำมวยดอกสามสปรำมวยอีบกจุมันบอกให้ปรำปีอีมาดอกปรำบุญอีจ้าจังดูนี้กันซ้อมเพอบ่ยืนมาดอกสามสปรำมวยดอกปรำบุญอีจ้า Trong trong căn này ní cứយើងអាចធ្វើបានដូចគ្នាដែរគឺយើងអាចពន្លាតវាជា3តួដូចគ្នាមកហើយធ្វើការគណនាក៏បានចា៎ចាឥឡូវយើងឈានចូលដល់លំហាត់អក្សរ F ដែលគេឲ្យមក1 + e កតាឲ្យ2 + 3e កតាឲ្យ1ដល់ 4e អញ្ចឹងអានេះវាជាផលគុណរហូតដល់3កតាអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានគឺបងអូនត្រូវគណនា2កតាមុនសិនចា៎មានន័យថាយើងអាចគណនាទាំង3កតាបានតែម្ដងទេគឺយើងត្រូវការគណនា2កតាចា៎ដោយថាយើងត្រូវយកកតាទី1គុណគ្រប់តួទាំងអស់នៃកតាទី2ដូចលំហាត់អក្សរសេមិញគឺយើងគ្រាន់តែយកតួទី1គុណគ្រប់តួទាំងអស់នៃកតាទី2មកហើយយកតួទី2គុណគ្រប់តួទាំងអស់នៃកតាទី2អញ្ចឹងយើងនឹងទទួលបានកតាមួយឯងហើយបន្ទាប់មកចាំយើងផ្ដុំគុណជាមួយនឹងកតាមួយផ្សេងទៀតអញ្ចឹងក្នុងករណីដែលវាមាន3កតាបែបហ្នឹងគឺនិយាយឲ្យសង្ខេបខ្លីមកគឺយើងត្រូវគុណវាតែ2កតាសិនមកចា៎ជាងឥឡូវយើងគុណ2កតាសិននេះគឺគុណកតាខាងមុខនេះអញ្ចឹងយើងយក1គុណជាមួយនឹង2បាន2 1គុណជាមួយនឹង3បានបូក 3e ហើយបូក e គុណជាមួយនឹង2បានបូក 2e ហើយ e គុណជាមួយនឹងបូក 3e បានបូក 3e ក្រេចាអញ្ចឹងមានន័យថាអា1បូក e កតាឲ្យ2បូក 3e នេះពេលយើងគណនាមកបានកតាប៉ុណ្ណេះពេលយើងគណនាមកបានកតាប៉ុណ្ណឹងហើយយើងដាក់មុខកញ្ចក់មកហើយអានេះយើងអត់ទាន់បានគណនាហ្នឹងគឺយើងទុកនៅដដែលសិនចាបន្ទាប់មកគឺអូនកុំទាន់គុណវាខ្លះតែជាផលគុណកតាមួយទៀតហើយទៅអត់ប៉ុន្តែយើងកុំទាន់គុណវាទាំងអញ្ចឹងដោយសារអីយើងសម្លឹងឃើញថានៅក្នុងកតាមួយនេះគឺយើងអាចធ្វើការបូកដកវាសម្រួលលេខឲ្យតូចជាងមុនបានបន្តិចអញ្ចឹងណាអញ្ចឹងយើងធ្វើការគណនាវាឲ្យរៀងលេខតូចជាងមុនសិនទើបយើងគុណផលគុណកតាតាមក្រោយណាចាអញ្ចឹងអ្នកគ្រូពន្លាតមកបានអ្នកគ្រូបូកដកគ្នាមកបាន3e ក្រេយើងណាថា 3e e ក្រេស្មើដក1ដក1គុណនឹង3បានដក3អញ្ចឹង2ដក3ស្មើដក1ណា2ដក3ស្មើដក1ហើយបូក 3e បូក 2e បានដកបូក 5e ចាហើយ1ដក 4e យើងទុកនៅដដែលចានេះពេលដែលយើងសម្រួលមកបានប៉ុណ្ណឹងយើងធ្វើការគណនាឲ្យទូចមកបានទម្រង់ប៉ុណ្ណឹងហើយបន្ទាប់មកយើងយកតួទី1គុណគ្រប់តួទាំងអស់នៃកតាទី2ដូចតាមមិញដែរមកគឺយើងធ្វើការគណនាបានហើយចាអញ្ចឹងយើងយកដក1គុណជាមួយនឹង1បានដក1ដក1គុណជាមួយនឹងដក 4e បានបូក 4e បូក 5e គុណជាមួយនឹង1បូក 5e ហើយបូក 5e គុណជាមួយនឹងដក 4e បានបូកគុណនឹងដកបានដកណា 20e ក្រេ e គុណនឹង e បាន e ក្រេចាអញ្ចឹងយើងដឹងថា e ក្រេស្មើដក1អញ្ចឹងជួសកន្លែងដក1ដល់ e ក្រេមកហើយយើងធ្វើការគណនាមកអញ្ចឹងយើងទទួលបានដក1 4e បូក 5e ស្មើបូក 9e ហើយ e ក្រេស្មើដក1ជួងមកបានប៉ុណ្ណឹងដក1ទុកនៅដដែលបូក 9e ដក20គុណជាមួយនឹងដក1បានបូក20ហើយយើងធ្វើការគណនាផ្នែកប៉ិតជាមួយនឹងផ្នែកប៉ិតនិមិត្តជាមួយនិមិត្តមកចា៎ចឹងយើងទទួលបានដក1បូក20បាន19បូក 9e ចាចឹងដូចនេះកន្សោបអាត់របស់យើងស្មើជាមួយ19បូក 9e ដែលវាជាទម្រង់ពីគណិត a បូក be ហ្នឹងចាចឹងយើងឈានចូលដល់លំហាត់បន្តទៀតគឺអក្សរ Z ដែលគេឲ្យមកស្មើជាមួយនឹងដក1បូក 2e កតាឲ្យ2បូក e លើកជាគិតឬក៏ស្វ័យគុណ3ហ្នឹងអញ្ចឹងក្នុងករណីលំហាត់ហ្នឹងគឺវារៀងប្លែកបន្តិចខុសពីលំហាត់មុនដោយសារអីដោយសារតែអានេះវាមានផលគុណកតាដែរប៉ុន្តែអានេះវាមានផលគុណកតាស្វ័យគុណ3ហើយនេះ
វាស្វ័យគុណ1បើគេដាក់ចឹងมันស្វ័យគុណ1អញ្ចឹងក្នុងករណីបែបហ្នឹងគឺអូនអត់ទាន់អាចគុណបានដូចមកតួស្វ័យគុណ1ស្វ័យគុណ1ដូចឥឡូវនេះទេអានេះសិតតែស្វ័យគុណ1ស្វ័យគុណ1ទាំងអស់ណាអញ្ចឹងក្នុងការដែលវាខុសស្វ័យគុណគ្នានេះស្វ័យគុណ1ហើយនេះស្វ័យគុណ3គឺអូនអត់អាចគុណបញ្ចូលទៅក្នុងវាបានទេដោយសារតែវាស្វ័យគុណខុសគ្នាអញ្ចឹងយើងអាចគុណបានលុះត្រាតែវាស្វ័យគុណដូចគ្នាក្នុងករណីបែបនេះអានេះគឺស្វ័យគុណ1អញ្ចឹងយើងគុណបានហើយយើងធ្វើការគណនាផគុណកតាបានប៉ុន្តែក្នុងករណីនេះយើងអត់ទាន់គណនាបានទេដោយសារខុសស្វ័យគុណអញ្ចឹងយើងធ្វើការពន្លាតណាយើងធ្វើការពន្លាតអានេះឲ្យទៅជាស្វ័យគុណ1ដូចគ្នាមកដើម្បីគណនាអានោះយើងអាចគណនាបានហើយអញ្ចឹងអ្នកគ្រូធ្វើការពន្លាតនេះដែលដឹងឯថានេះវាចូលទម្រង់ a បូក b លើកជាគីបណាអញ្ចឹងយើងចាំរូបមន្ត a បូក b លើកជាគីបវាស្មើជាមួយនឹង a គីបបូក 3a ក្រេ b បូក 3ab ក្រេបូក b គីបចាអញ្ចឹងយើងគ្រាន់តែជួសវាតាមរូបមន្តហ្នឹងមកតួ a របស់យើងស្មើនឹង2ហើយតួ b របស់យើងគឺស្មើនឹង e ឬក៏ 1e អញ្ចឹងយើងធ្វើការទុកអាខាងមុខនេះសិនមកហើយយើងពន្លាតអាខាងក្រោយនេះសិនចាអញ្ចឹងយើងបាន2គីបណាតួ a 2លើកជាគីបស្មើនឹង5 8បូក 3a ក្រេ b ពេលយើងគណនាមកបូក3តួ a យើងមិន2ក្រេ4ហើយតួ b យើងមិន e អញ្ចឹង4 3ដង12គុណនឹង 1e បាន 12e ណាហើយបូក 3ab ក្រេតួ b យើងគឺ e ក្រេទឹកនៅដដែលហើយ a យើង2 3 2ដង6ណាធ្វើការជួសតាមរូបមន្តហ្នឹងមកហើយបូក e គីបបន្ទាប់មកយើងកុំទាន់ដូចនេះគ្រូនិយាយខាងលើមិញអញ្ចឹងយើងកុំទាន់គុណពលិតទៅអញ្ចឹងយើងមើលអាណាដែលអាចស៊ីសងបានសិនឲ្យវារៀងលេខតូចជាងមុនទៅយើងគុណទៅងាយស្រួលចាអញ្ចឹងយើងធ្វើការស៊ីសងនេះ e ក្រេ e គីបយើងសិតតែដឹងអស់ហើយ e ក្រេស្មើដក1ណា e គីបស្មើនឹងដក e អញ្ចឹងយើងធ្វើការគណនាខាងក្នុងកតាទី2នេះសិនមកអញ្ចឹងវាបានដក1បូក 2e វាបាន8បូក 12e e ក្រេស្មើដក1ដក1គុណ6ដក6 e គីបស្មើនឹងដក e ហើយយើងធ្វើការគណនាវាមកតង់ទៀតមកយកផ្នែកពិតបូកដល់ផ្នែកពិតនិមិត្តបូកដល់និមិត្តមកបាន8ដក6ចាយើងទុកអាកតាខាងមុខនៅដដែល8ដក6សល់2 12e ដក e ស្មើបូក 11e ចាបន្ទាប់មកយើងធ្វើការគុណកតាបានហើយដោយសារវាស្វ័យគុណដូចគ្នាអីអញ្ចឹងយើងយកតួទី1គុណគ្រប់តួទាំងអស់នៃកតាទី2មកដក1គុណនឹង2បានដក2ដក1គុណជាមួយនឹងបូក11បានដក 11e បូក 2e គុណនឹង2បានបូក 4e បូក 2e គុណជាមួយនឹងបូក 11e វាបានបូក 22e ក្រេហើយយើងនៅថា e ក្រេស្មើដក1អញ្ចឹងយើងជប់ដាក់ e ក្រេហើយយើងជួស e ក្រេនេះដោយដក1មកយើងធ្វើការគណនាបានអញ្ចឹងយើងទទួលបានដក2ស៊ីសងអានេះមកបានដក 11e បូក 4e ដក 7e e ក្រេស្មើដក1បានដក1គុណជាមួយនឹង22បានដក22ចាហើយគណនាផ្នែកពិតមួយផ្នែកពិតមកយើងបានដក2ជាមួយនឹងដក22វាបានដក24ហើយដក 7e កន្លែងនេះខុសបន្តិចគឺអ្នកគ្រូភ្លេចដាក់ដក5ភ្លេចដាក់ e ណាយើងធ្វើការថែមឲ្យគ្រូផងចាអញ្ចឹងចម្លើយរបស់យើងអក្សរ C យើងទទួលបានស្មើដក24ដក 7e ដែលវាជាទម្រង់បេក្ខនិតចា៎អញ្ចឹងនៅសល់មួយលំហាត់មួយនេះគឺចាត់ទុកជា homework សូមបងប្អូនធ្វើផងហើយទម្លាក់នៅក្នុង comment ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអ្នកគ្រូចាយើងព្យាយាមអនុវត្តឲ្យបានច្រើនទៅបើយើងត្រឹមតែមើលប៉ុន្តែយើងអត់បានអនុវត្តក៏វាទទួលបានរីកចម្រើនដែរអញ្ចឹងដូចតែបងប្អូនទាំងអស់គ្នាយកវាទៅអនុវត្តឲ្យបានច្រើនចាដើម្បីឲ្យខ្លួនយើងនឹងមានភាពរីកចម្រើនហើយនឹងយល់ដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯងបន្ថែមទៀតអញ្ចឹងអ្នកគ្រូសូមពន្យល់ពីគន្លឹះអក្សរ A នេះបន្តិចយើងធ្វើដូចគ្នានឹងអក្សរ C ដែរគឺបងប្អូនត្រូវពន្លាតវាឲ្យដូចស្វ័យគុណតែមួយសិននិយាយថាសិតតែស្វ័យគុណខុសគ្នានោះឃើញអត់មានស្វ័យគុណ2ស្វ័យគុណ3អញ្ចឹងយើងអាចគុណបញ្ចូលវាទាំងអញ្ចឹងបានទេគឺយើងត្រូវពន្លាតស្វ័យគុណឲ្យអស់សិនដោយអាតួមុខនេះវាចូល a បូក b លើកជាការ៉េចាដែល a បូក b លើកជាការ៉េស្មើនឹង a ការ៉េបូក 2ab បូក b ការ៉េហើយនេះវាចូលរូបមន្ត a ដក b លើកជាគីបណាវាបាន a គីបដក 3a ការ៉េ b បូក 3a ការ៉េ b ដក b គីបអញ្ចឹងទៅអញ្ចឹងយើងធ្វើការគណនាវាដោយអក្សរ C មកហើយចាំយើងគុណផកគុណកតានោះយើងនឹងទទួលបានទម្រង់ a បូក b ចា
ចឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណដល់អ្នកទស្សនាទាំងអស់ក៏ដូចជាបងប្អូនដែលចំណាយពេលវេលាក្នុងការតាមដានវីដេអូរបស់អ្នកគ្រូហើយសូមកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូបន្ថែមហើយបើសិនបើមានចម្ងល់សូមបងប្អូនអាច comment ដើម្បីសាកសួរពីចម្ងល់ត្រង់ចំណុចហ្នឹងបានណាចាអញ្ចឹងសូមអរគុណសូមជម្រាបលា